បាទជាបឋមខ្ញុំបាទឈ្មោះថងឌីផៃវីមកពីខេត្តតាកែវហើយក៏ជាសិក្ខាកាមនៅកម្មវិធីសិក្ខាសាលាការរៀបចំរដ្ឋកំណត់ឡើងវិញដើម្បីជីវិតពេញលេញបរិបូរណ៍នៅក្នុងកម្មវិធីសិក្ខាសាលានេះដែរខ្ញុំបាទចំណាប់អារម្មណ៍ពីរចំណុចទី1គឺជីវិតមាន5យ៉ាងហើយចំណុចទី2ដែលខ្ញុំចាប់អារម្មណ៍មួយទៀតនោះគឺហេតុនិងផលនិងដំណោះស្រាយនេះហើយគឺបណ្ដាឲ្យយើងជាប់គាំងនិងបដិញ្ញាខ្លួនឯងដើម្បីរៀនសូត្រនៅចំណុចទាំងនេះដើម្បីយកទៅបណ្ដុះបណ្ដាលក្រុមគ្រួសារឬក៏ក្មេងចំនួនក្រោយដើម្បីឲ្យមានចំណេះទាំងនេះដោយខ្ញុំផងដែរជាចុងក្រោយសូមថ្លែងអំណរគុណអង្គការសាស្ត្រាចារ្យបណ្ឌិតសានអៀបសូមថ្លែងអំណរគុណគណៈចាត់តាំងកម្មវិធីថ្លែងអំណរគុណសិក្ខាកាមដែលបានចូលរួមទាំងអស់គ្នាជាពិសេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពោះលោកបណ្ឌិតចនីដែលបានបណ្ដុះបណ្ដាលរូបខ្ញុំទាំងកម្លាំងកាយទាំងកម្លាំងចិត្តទាំងកម្លាំងប្រាជ្ញាព្រមទាំងពេលវេលាដ៏មានតម្លៃបាទសូមគោរពជូនពរដល់លោកសាស្ត្រាចារ្យបណ្ឌិតចនីមានសុខភាពល្អបរិបូរណ៍មានកម្លាំងមាំមួនមានអាយុយឺនយូរមានទ្រព្យសម្បត្តិស្ដុកស្ដំនិងកិត្តិយសដ៏ឧត្តមឧត្តមព្រមទាំងសម្រេចជោគជ័យគ្រប់ភារកិច្ចផងដែរសូមអរគុណរៀនច្រើនចម្រើនចំណេះចេះច្រើនចម្រើនទ្រនាំមកជូនដល់